បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ AI Tech ថ្ងៃនេះយើងនឹងមកមើលពីការដោះ account job lock បាទអញ្ចឹងបើសិនបើបងប្អូនមាន account job lock ហើយ account ហ្នឹងគឺអ្នកគ្នាបានចាំវារយៈពេល6ខែឡើងបាទអ្នកគ្នាលេងស្រាប់តែ job lock អ្នកគ្នាកំបោះចោលបាទអញ្ចឹងយើងមកអនុវត្តតាមវិធីដូចតទៅបាទទីមួយគឺយើងបើកLD មកផ្ទាំងមកបាទរួចអ្នកគ្នាធ្វើការប្រើ Facebook Live version 4.49យើងទៅឡើងវាមកបាទអញ្ចឹងអ្នកគ្នាចុច forgot password មកបាទរួចអ្នកគ្នាធ្វើការយក email ដែល account job lock ហ្នឹងទៅធ្វើការ search មកបាទអូខេយើង copy មកយើងធ្វើការ find account បាទអញ្ចឹងយើងចុចកន្លែង email នេះសិនណាបាទ email ហើយយើងធ្វើការ pass email ហ្នឹងមករួចយើងចុច continue មកបាទរួចអ្នកគ្នាចុចពាក្យថា try another way បាទរួចអ្នកគ្នាធ្វើការឲ្យវាផ្ញើទៅ email ហ្នឹងបាទឲ្យវាផ្ញើកូដទៅបាទអញ្ចឹងអ្នកគ្នាចូលមកមើល mail មកបាទចូលមកយកកូដបាទរួចអ្នកគ្នាធ្វើការ copy កូដយកមក confirm មកបាទអូខេវិធីនេះយើងធ្វើបានតា account ដែលចិញ្ចឹមយូរណាយើងធ្លាប់ចិញ្ចឹមវាយូរបាទ account ដែលយើង scan យកថ្មីគឺធ្វើអត់បានទេបាទអូខេយើងដាក់ confirm ហើយអូខេវាចេញបែបនេះគឺវានៅជាប់ lock បែបនេះបាទអញ្ចឹងអ្នកគ្នាចុច get start មកបាទរួចអ្នកគ្នាចុច next មកបាទរួចវាចេញបែបនេះអ្នកគ្នាធ្វើការចុច next មកបាទរួចអ្នកគ្នាធ្វើការលុប mail មួយណាចេញមកអូខេអញ្ចឹងអ្នកគ្នាចុចconfirm មកបាទអញ្ចឹងអ្នកគ្នាចុច next មកបាទរួចអ្នកគ្នាចុច back to Facebook មកបាទអញ្ចឹងយើងនឹងអាចធ្វើការដោះ lock បានហើយវិធីនេះគឺយើងធ្វើបានតែ account ដែលវាស្គាល់ mail ដែលយើងដាក់ mail នឹងបានយូរវាស្គាល់ email យើងស្រេចណាបាទអញ្ចឹងវាមិនមែនថាដោះបានទាំងអស់ទេវា50 លើ 50មានន័យថាក្នុងចំណោម account ទាំងជាប់10យ៉ាងហោចក៏មាន account ខ្លះគឺអាចដោះតាមបែបហ្នឹងបានណាបាទអញ្ចឹងមួយរយៈនេះគឺ Facebook ធ្វើការរឹតបន្តឹងខ្លាំងបាទយើងពិសេសអ្នកដែលលេង account scan គឺជាប់ច្រើនតែម្ដងបាទអញ្ចឹង account scan យើងអាចទុកចិត្តបានទេតែឥឡូវយើងអាចយកទៅកាន់ page បានទៀតទេដោយសារតែវាមានបញ្ហាជាប់ lock បាទជាប់ lock ច្រើនបាទអញ្ចឹងឥឡូវនេះយើងត្រូវតែផ្ទេរ account នឹងចូលទៅកាន់ Facebook AppSyn បាទយើងអាចដាក់ក្នុង clone ក៏បានបាទព្រោះថានៅក្នុងលើ Facebook AppSyn វាអត់ងាយជាប់ lock ពេលយើងដោះ lock ហើយយើងដាក់វិញគឺវាអត់សូវងាយជាប់ lock វិញទេបាទអញ្ចឹងយើងត្រូវតែផ្ទេរ account ហ្នឹងចូលទៅកាន់ Facebook AppSyn អូខេអញ្ចឹងបើ app Facebook របស់អ្នកគ្នាជា app clone បាទអ្នកគ្នាធ្វើការបិទវាមួយសារសិនបាទបើកហើយបិទហើយយើងបើកសារថ្មីដើម្បីឲ្យវាចេញជាទម្រង់ account ដើមចេញមកវាមាន account ណាធ្លាប់ lock លើហ្នឹងវាចេញមកទេបាទមកជួអញ្ចឹងបាទចុច login មករួចយើងចុច forgot password បាទរួចយើង search mail បាទយើង search by mail បាទរួចយើងយក mail ហ្នឹងមកដាក់ search មកបាទអញ្ចឹងយើងអាច lock ឆៅទេ lock ឆៅ lock អត់ចូលទេបាទហ្នឹងសម្រាប់ account ដែលអត់មាន 2FA បាទយើង search មកបាទរួចយើងនេះ get code via Facebook notification បាទអញ្ចឹងវានឹងផ្ញើកូដពីនេះពី app live យើងហើយអញ្ចឹងយើងដាក់កូដមកបាទយើងធ្វើបែបនេះវាងាយជាប់ lock វិញទៀតទេបាទយើងចុច continue មកអូខេអញ្ចឹងអ្នកគ្នាត្រូវរក្សាវាទុកលើ app ហ្នឹងហើយបាទបើអ្នកគ្នាបដូរចុះបដូរឡើងគឺវានៅជាប់ lock ទៀតបាទអញ្ចឹងបាទអញ្ចឹងខ្ញុំបញ្ជាក់បន្តិចកន្លែងនេះយើងដោះហ្នឹងតតែយើងដោះលើ server ដែលធ្លាប់ចិញ្ចឹមវា
ចឹងអ្នកគ្នាដាក់ mail ហើយចាំវាបាន3ខែឡើងបាទអ្នកគ្នាអាចយក server ដដែលហ្នឹងមកដោះវាបានបាទអានេះវាជាវិធីក្នុងការដោះ lock ណាបាទអញ្ចឹងវាអានេះវាមិនមែនដោះបានទាំងអស់ទេបាទវាអាស្រ័យលើ account យើងដែរបាទ